ថ្ងៃនេះខ្ញុំចង់សំពះអរគុណដល់ដូនចាស់ដែលបានបកស្រាយពាក្យយ៉ាងក្បោះក្បាយខ្លីតែមានន័យច្បាស់អាចស្ដាប់បានចាស់ដូនចាស់បានមានប្រសាសន៍ថាប្រាសាទតាមិនធំមិនមែនតាមិនធំទេគឺប្រាសាទវិតមន្តធំហើយប្រាសាទតាមិនតូចមិនមែនប្រាសាទតាមិនតូចទេគឺប្រាសាទវិតមន្តតូចប្រាសាទតាក្របីមិនមែនប្រាសាទតាក្របីទេគឺជាប្រាសាទសុំសេរីសួស្តីពាក្យនេះស្ដាប់ទៅគឺមានភាពស្របជាខ្លាំងដូនចាស់ព្រោះប្រាសាទពីច្រើនគឺកសាងដើម្បីឧទ្ទិសដល់បុព្វការីជននិងកសាងដើម្បីឧទ្ទិសទៅព្រះជាម្ចាស់មានព្រះនៅក្នុងពុទ្ធសាសនាមានព្រះនៅក្នុងសាសនាហិណ្ឌូជាដើមអញ្ចឹងគេមិនយកឈ្មោះសត្វទៅដាក់